ông kêu hôn camera chia và song khai bao nhiêu vòn song vây mình đại miền bắc cực vô và số xiên mình sư chia tranh kiaประมาณ pi pre ปัญญามณีนhạ xiên hay man thế là hay lộc môn tận nơiประเทศSri Lanka tăng pi vây của mà hơi chia sẻ ngay để lộc tận nơi cứ tới chỉ môi nâng sum đai pre Mahari Wongបណ្ឌិត John សេងជាតិទៅជាមួយគ្នាប៉ុន្តែសម្ដេចព្រះមហារាជវង្សលោកពេញកន្លោះបញ្ជនច្រើនហើយអង្គគ្រូកណេះលោកនៅវ័យកុមារឡើយបួសភ្លាមទៅលង្កាភ្លាមតែម្ដងហើយភាសាលង្កាលោកចេះនិយាយច្រើនជាងខ្មែរផងដោយសារលោកទៅនៅនោះពីក្មេងណាញាតិញោមណាសម្ដែងធម៌ទេសនាជាអង់គ្លេសក៏បានជាភាសាលង្កាក៏បានដែរបើញាតិញោមចេះស្ដាប់លង្កាមុនលោកទេសលង្កាបើហ្នឹងហ្នឹងប៉ុន្តែមិនចេះស្ដាប់ណាញាតិញោមណាហ្នឹងហើយព្រះអង្គគ្រូធ្វើការងារផ្សព្វផ្សាយពុទ្ធសាសនាទំនាក់ទំនងអន្តរជាតិនៅប្រទេសស្រីលង្កាក្នុងនាមជាវត្តខ្មែរនៅប្រទេសស្រីលង្កាហើយក៏ជាមិត្តភ័ក្តិរាប់អានគ្នាហោហែមកជាមួយអាត្មាអីហ្នឹងព្រោះហើយថ្ងៃនេះព្រះអង្គគ្រូបានផ្ដល់ជាប្រកិត្តិយសនិមន្តមកសម្ដែងធម៌ទេសនានៅទីកន្លែងនេះហើយបច្ចុប្បន្នព្រះអង្គគ្រូធ្វើការងារជាគ្រូវិបស្សនានៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃប្រជាណាចក្រកម្ពុជាដែលញាតិញោមស្គាល់ធ្លាប់អញ្ជើញទៅហើយនៅឧដុង្គណានៅឧដុង្គយើងហ្នឹងក្នុងអត្រឹសបងគ្រូណាហើយថ្ងៃនេះបងគ្រូនឹងនិមន្តមកប្រធានធម៌ទេសនាដើម្បីចូលរួមអនុមោទនាពិធីបុណ្យថ្ងៃនេះមិនមែនគ្រាន់តែជាពិធីចម្រើនពរលាទេគឺថាមានពិធីតេកេណានុប្រទានប្រកេនបដិជគុណល្អៅសៀងលេងសៀងហួរលេងដែលល្អៅជាចាតិកាវត្តដែលអាត្មាត្រូវនិមន្តទៅហ្នឹងប៉ុន្តែអនិច្ចាល្អៅលោកសុគតប្រហែលជាប្រហែល 3-4 ខែនេះអត់តាន់បានជួបគ្នាផងក៏លោកសុគតទៅអញ្ចឹងថ្ងៃនេះដើម្បីជាការតបគុណជាមួយលោកអាត្មាក៏ផ្សារភ្ជាប់បុណ្យតេកេណានុប្រទានហើយព្រះអង្គគ្រូបដិជគុណថោងតារាក៏ជាអ្នកដែលបានជួយខ្វល់ខ្វាយដែរគង់នៅប្រទេសបារាំងហើយទៅតែសុគតប្រហែលថ្ងៃនឹងដែរញាតិញោមហើយអាត្មាសោកស្ដាយមែនទែនណាដែលអត់បានជួបលោកហើយឥឡូវអត់មានអីតបគុណលោកទេមានតែតេកេណានុប្រទាននេះជាឱកាសចុងក្រោយហើយមួយទៀតក៏ឧទ្ទិសបុណ្យកុសលជូនញោមប្រុសញោមស្រីអាត្មាទាំងពីររូបណាញាតិញោមញោមស្រីឧបាសិកាកានកាយនិងញោមប្រុសសំសរឿនដែលគាត់ញោមប្រុសស្លាប់30ឆ្នាំហើយអាត្មាបុះមុខភ្លើងមករហូតហើយញោមស្រីក៏មុននឹងប្រហែលជាខ្ទង់88 89អីហ្នឹងគាត់ស្លាប់ណាបើគិតមកដល់ពេលនេះក៏30ឆ្នាំ35 36ឆ្នាំហើយព្រោះអញ្ចឹងថ្ងៃនេះជាឱកាសបានធ្វើបុណ្យកុសលនៅឱកាសពេលនេះទៅបុណ្យកុសលជូនញោមប្រុសញោមស្រីហើយក្រៅពីហ្នឹងមានលោកយាយសុនសៀនឧបាសិកាពេនហើយឧបាសិកាសំលឹមអ៊ំសំលឹមនៅអូស្ត្រាលីគាត់ក៏ជាអ្នកមានឧបការៈដ៏ធំដែរអ៊ំឧបាសិកាកានកងឧបាសិកាកានកូននិងញាតិទាំងឡាយហើយមិញមេដែលមកទីនេះញាតិញោមដែលមកទីនេះមានបងប្អូនឈ្មោះអីរលឹកខ្លួនឯងណាញាតិញោមណាថ្មអត់អាចយកមកដាក់ក្នុងនឹងទាំងអស់បានទេជាម្ចាស់ទានទាំងអស់គ្នាសូមអនុមោទនាណាអញ្ចឹងខ្ញុំប្រកាសណាសូមអរគុណសម្រាប់ការនិមន្តចូលរួមគឺនេះហើយសូមប្រកេនឱកាសដល់អង្គគ្រូដើម្បីនិមន្តសម្ដែងធម៌ទេសនាអញ្ចឹងសូមលោកអាចារ្យជួយចាត់ចែងតទៀតណាខ្ញុំកណាសូមឱកាសពីព្រះមហាធេរៈព្រះមេគុណព្រះអនុគុណព្រះបល័តទាំងពីរគណៈដើម្បីសម្ដែងនៅព្រះធម៌ទេសនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนตยัสสะวันติมิទូលព្រះបង្គំខ្ញុំព្រះករុណាសូមអោនព្រះសេរសាក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីជ្រះថ្លានិងគោរពសពកាលស្មើនឹងជីវិតសូមនមស្ការព្រះមេគុណព្រះអនុគុណព្រះបល័តទាំងពីរគណៈដោយសេចក្តីជ្រះថ្លានិងគោរពសូមសម្ដែងនៅសេចក្តីរាប់អានដល់ព្រះអវសរគ្រប់ព្រះអង្គហើយក៏សូមចម្រើនពរដល់ញាតិញោមប្រុសស្រីគ្រប់រូបដែលមានវត្តមាននៅក្នុងវរៈឱកាសនេះជាដំបូងខ្ញុំកណាក៏សូមថ្លែងអំណរគុណដល់ព្រះអង្គគ្រូចាសំសរោនដែលបាននិមន្តខ្ញុំកណាចូលរួមក្នុងកម្មវិធីនេះហើយក៏ធ្លាប់ពិភាក្សាគ្នាដែរថាចង់និមន្តខ្ញុំកណានឹងដើម្បី
មកសកលវិទ្យាល័យដើម្បីចែករំលែកនៅចំណេះដឹងផងមកស្គាល់ផងហើយពិតជាមានមោទនភាពហើយមានសេចក្តីរីករាយមែនទែនដែលបានមកជន់នៅទឹកដីនេះគឺវត្តដំរីសដូចជាសម្រាប់ខ្ញុំកណាលើកទី2លើកទី1ហ្នឹងឆ្នាំ2006និមន្តមកហ្នឹងពេលហ្នឹងទូចអីបងនៅអាយុដូច17 18ទេពេលហ្នឹងមកលេងខ្មែរទៅក៏បានមកស្គាល់កន្លែងហ្នឹងហើយមួយទៀតអ្វីដែលរីករាយមានមោទនភាពមែនទែនហ្នឹងគឺធ្លាប់ឃើញសកម្មភាពរបស់លោកគ្រូបណ្ឌិតសុវិជាតកតងទៅនឹងសាកលវិទ្យាល័យឃើញនិស្សិតយើងសិក្សាគឺធ្វើឲ្យខ្ញុំកណានឹងមានចិត្តសប្បាយមែនទែនពីព្រោះជាចក្ខុវិស័យមួយដែរដែលបានឃើញកូនខ្មែរយើងបានសិក្សាមុខវិជ្ជាក្រមលុបព្រះពុទ្ធសាសនាបងអញ្ចឹងគឺមានមោទនភាពហើយមានភាពរីករាយក្នុងការចូលរួមហើយការសម្ដែងធម៌នេះគឺមិនមានអីព្រៀងទុកមុនទេគឺដោយសារសម្ដេចព្រះអរិយវង្សលោកមានអាពាធណាធ្ងន់ហើយក៏តាមការសូមស្នើរបស់ព្រះអង្គគ្រូក៏ខ្ញុំគណៈអាត្មាភាពនឹងសម្រេចចិត្តសម្ដែងធម៌ហើយមានមហាធេរៈជាច្រើនដែលលោកមានចំណេះដឹងជ្រៅជ្រះផ្នែកពុទ្ធសាសនាហើយក៏មានរាត្រីយូរនៅក្នុងពភ្នោះដែរខ្ញុំកណានឹងទៅទាំងសាមណេរនឹងទៅបានតែ26ឆ្នាំទេបួសណាអញ្ចឹងក្នុងការសម្ដែងធម៌ខ្ញុំកណាមិនលើកអីពិសេសច្រើនទេពីព្រោះញាតិញោមសពថ្ងៃហ្នឹងគឺស្ដាប់ធម៌ច្រើនហើយញាតិញោមមែនទេណាហើយក៏មានអៃដលច្រើនដែរមែនទេណាមានអៃដលច្រើនមានអ្នកសម្ដែងធម៌ទេសនានឹងច្រើនប៉ុន្តែចង់ចូលរួមចំណុចខ្លះដើម្បីឲ្យញាតិញោមបានយល់ពីតម្លៃនៃព្រះពុទ្ធសាសនាញាតិញោមបានចាំហើយពេលដែលព្រះអង្គសម្រេចនៅសម្មាសម្ពោធិញ្ញាណគឺមាននឹងមករតនាព្រះអង្គឲ្យចូលបរិនិព្វានញាតិញោមមែនទេប៉ុន្តែព្រះអង្គអត់ព្រមទេព្រះអង្គរងចាំពេលវេលាចាំដើម្បីអីញាតិញោមចាំពេលណាដែលសាវករបស់ព្រះសម្មាសម្ពុទ្ធនឹងលោកឆ្លៀសណាលោកស្ទាត់នៅក្នុងធម៌វិន័យអាចបកស្រាយពន្យល់ធម៌នឹងទៅជនដតីបានណាក្នុងន័យសាមញ្ញគឺព្រះអង្គផ្ដោតទៅលើការអប់រំខ្លាំងបំផុតមុននឹងព្រះអង្គផ្សព្វផ្សាយព្រះពុទ្ធសាសនាហើយញាតិញោមសម្លឹងមើលពុទ្ធប្រវត្តិព្រះអង្គសម្រេចសម្មាសម្ពោធិញ្ញាណភ្លាមព្រះអង្គកសាងវត្តចេតពុនភ្លាមឬក៏យ៉ាងម៉េចញាតិញោមឆ្លើយមើលញាតិញោមដឹងហើយមែនទេស្មាលើកនេះមិនមានន័យថាការកសាងវត្តអារាមអត់ប្រយោជន៍ទេប៉ុន្តែចង់លើកថាគោលបំណងជាចម្បងនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងនឹងបណ្ដុះធនធានប្រសង់ឬក៏មនុស្សនឹងឲ្យច្រើនមែនទេញាតិញោមអញ្ចឹងញាតិញោមមើលការលះបង់របស់ព្រះសម្មាសម្ពុទ្ធ45ព្រះវស្សាពេលដែលព្រះអង្គត្រាស់ដឹងភ្លាមព្រះអង្គទៅប្រោះបញ្ចវគិភិក្ខុមានន័យថាអ្វីដែលព្រះអង្គបានយល់អ្វីដែលព្រះអង្គបានសម្រេចនៅធម៌ដ៏បរិសុទ្ធនោះគឺព្រះអង្គត្រូវចែករំលែកដល់ជនទាំងឡាយដើម្បីឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនអាត្មាលើកចំណុចនេះចង់ឲ្យពិសេសញាតិញោមតែឥឡូវនេះអាត្មាឃើញការផ្លាស់ប្ដូរច្រើនមែនទែននៅក្នុងការជួយឧបត្ថម្ភទ្រទ្រង់ជំរុញក្នុងការកសាងធនធានព្រះសង្ឃញាតិញោមសម្លឹងមើលព្រះមេគុណព្រះអនុគុណព្រះប្រឡាត់ទាំងពីរគណៈញាតិញោមគិតឲ្យថាបួស
ត្រូវតែព្យាយាមបដិបត្តិធម៌វិន័យធ្វើអញ្ចេះធ្វើអញ្ចោះអ្នកដែលចង់បានភាពបរិសុទ្ធពីប្រសងហ្នឹងច្រើនញាតិញោមមែនទេមែនទេញាតិញោមប៉ុន្តែខ្លួនឯងពេលខ្លះសិល5ហ្នឹងក៏ដូចដឹងនៅណាផងប៉ុន្តែចង់អើយចង់ញាតិញោមត្រូវចាំការសាងប្រភ្នោះបួសជាបុព្វជិតបម្រើសាសនាផងរៀនផងនេះញាតិញោមមិនស្រួលទេមែនទេញាតិញោមត្រូវប្រយុទ្ធជាមួយមានឹងសប្ថ្ងៃតែចាញ់បាត់ខ្លួនអត់មានឱកាសឲ្យញាតិញោមបានគោរពទេមែនទេញាតិញោមអញ្ចឹងញាតិញោមត្រូវសម្លឹងមើលគុណព្រះសង្ឃឲ្យបានច្រើនជាងឃើញទោសបើយើងគិតណាដូចថាក្នុងមួយថ្ងៃពេលវេលាដែលលោកបានលះបង់សម្រាប់ព្រះពុទ្ធសាសនាដូចថាអាត្មាក្តីព្រះអង្គហាក់សៀងហៃក្តីញាតិញោមមានអៃដលមែនទេលោកអាចសម្ដែងធម៌បានលោកអាចប្រកាសនេះប្រកាសនោះបានញាតិញោមអាចជ្រកក្រមលុបក្នុងគុណប្រតនត្រ័យបានដោយសារមានប្រសង់ចៅតិកាលោកនៅតាមវត្តដែរមែនទេលោកញាតិញោមមានបុណ្យសពមានបុណ្យមានការមានអីបើលោកមិនចូលរួមទេសួរថាតើយើងអាចថែរក្សានៅត្រៃសរណគមបានខ្លះទេអត់បានទេអញ្ចឹងគឺយើងទាំងអស់គ្នានឹងចូលរួមទាំងអស់ណាក្នុងការថែរក្សាតម្លៃពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាយើងគឺប្រសង់គ្រប់ព្រះអង្គនៅក្នុងប្រទេសកម្ពុជាយើងគឺលោកចូលរួមចំណែកផ្សេងគ្នាញាតិញោមស្ដាប់តើនេះទោះបីជាតិចក្តីច្រើនក្តីលោកមានការចូលរួមអញ្ចឹងអាត្មាលើកទឹកចិត្តឲ្យញាតិញោមឃើញនៅតម្លៃនៃការសាងប្រភ្នោះផងហើយរៀនសូត្រនៅព្រះពុទ្ធសាសនាអញ្ចឹងអាត្មាសូមស្នើញាតិញោមណាញាតិញោមនឹងធ្វើបានហើយញាតិញោមឥឡូវក៏ធ្វើច្រើនដែរញាតិញោមសម្លឹងមើលប្រសង់អាហ្នឹងមិនរើសអើងទេញាតិញោមណាមើលថាប្រសង់ណាដែលលោកបួសហើយលោកព្យាយាមកសាងធនធានប្រសង់ណាឃើញញោមជួយឲ្យច្រើនញាតិញោមស្ដាប់តើនេះជួយលោកឲ្យច្រើនណាដូចអង្គគ្រូសុវិជាជាដើមហ្នឹងណាញាតិញោមមើលហើយប្រាប់គ្នាឲ្យជួយព្រោះលោកអត់មានពេលទៅប្រាប់ញាតិញោមរហូតបានទេអញ្ចឹងញាតិញោមត្រូវលះបង់កម្លាំងកាយកម្លាំងចិត្តហើយសម្លឹងមើលថាតើមានប្រសង់ណានៅក្នុងខេត្តបាត់ដំបងអាត្មាផ្ដោតតែខេត្តបាត់ដំបងឯណាបាច់ញាតិញោមបាច់ទៅចាំជួយដល់ភ្នំពេញអត់អីទេណាជួយត្រឹមបាត់ដំបងក៏បានដែរអញ្ចឹងឃើញប្រសង់ណាដែលលោកលះបង់កម្លាំងកាយកម្លាំងចិត្តណាបណ្ដោះធនធានប្រសង់មានពុទ្ធកវិទ្យាល័យសាកលវិទ្យាល័យហ្នឹងញាតិញោមព្យាយាមជួយលោកឲ្យច្រើនអាត្មាសួរញាតិញោមមួយញាតិញោមពេលដែលមានកូនមានអីមានចៅអីហ្នឹងញាតិញោមធ្វើផ្ទះឲ្យគាត់នៅមុនឬក៏ញាតិញោមឲ្យគាត់ទៅរៀនមុនញាតិញោមឆ្លើយមើលឲ្យគាត់ទៅរៀនមុនមែនទេហើយញាតិញោមខ្វល់ខ្វាយមែនទេណាចំណាយថវិការកសាលាល្អរកគ្រូល្អហើយពេលដែលគាត់មកផ្ទះវិញនឹងគាត់ធ្វើលំហាត់អត់គឺយើងគិតគូរណាស់អាហ្នឹងញាតិញោមមានចៅមានកូនតិចផងចុះប្រសង់នៅវត្តញាតិញោម20អង្គ30អង្គ50អង្គដូចសាកលវិទ្យាល័យនេះនិស្សិតជិត700 800នាក់ញាតិញោមគិតថាហើយយើងសម្លឹងបើកចិត្តឲ្យរៀងទលាយថាតើប្រសង់ហើយនឹងសិស្សទាំងអស់ហ្នឹងជានរណាជាកូនខ្មែរយើងមែនទេញាតិញោមជាកូនខ្មែរយើងអញ្ចឹងក្នុងពុទ្ធសាសនាឲ្យតែយើងមានចិត្តចេះចែករំលែកណាដូចថាអ្វីដែលយើងបានចេះហើយអ្វីដែលយើងមានហើយយើងប្រាថ្នាចង់ឲ្យអ្នកដទៃនឹងចេះក៏ជាបុណ្យមួយដែរបង
ចឹងហើយបាននៅក្នុងមលិនបញ្ហាព្រះនិកសេនបង្រៀនថាបុគ្គលដែលប្រាថ្នានៅព្រះនិព្វាននឹងត្រូវធ្វើអកប្បកិរិយាអិរិយាបថនឹងឲ្យដូចសត្វក្អែកញាតិញោមដែលឃើញសត្វក្អែកទេដែលឃើញទេបើពណ៌អីដែរពណ៌ខ្មៅញាតិញោមណាចឹងសត្វក្អែកមានអិរិយាបថមួយពេលដែលបានអាហារគឺសត្វក្អែកនឹងតែងតែហៅញាតិនឹងឲ្យមកបរិភោគហើយបងអញ្ចឹងបុគ្គលដែលប្រាថ្នានៅព្រះនិព្វានឬក៏ជាសាវកសាវិការបស់ព្រះសម្មាសម្ពុទ្ធនឹងពេលដែលបានរបស់អ្វីមួយហើយអត់បរិភោគមួយអង្គឯងឬក៏ម្នាក់ឯងទេធ្វើម៉េចញាតិញោមធ្វើម៉េចចែករំលែកបងចែករំលែកអញ្ចឹងវប្បធម៌នៃការចែករំលែកនេះគឺជាគុណតម្លៃដ៏ល្អបំផុតរបស់ប្រជាជនខ្មែរយើងណាអញ្ចឹងញាតិញោមកុំគិតថាតិចឬច្រើនសំខាន់យើងមានចេតនាចែករំលែកចង់ឲ្យអ្នកដទៃនឹងមានបានចង់ឲ្យអ្នកដទៃនឹងចេះដឹងពេលដែលសង្គមមួយសម្បូរដោយអ្នកចេះដឹងច្រើនទៅសង្គមនឹងយ៉ាងម៉េចញាតិញោមសុខច្រើនបើមានអ្នកចេះដឹងច្រើនហើយត្រូវមានគុណធម៌ទៀតអញ្ចឹងព្រះពុទ្ធសាសនាបង្រៀនឲ្យមនុស្សមានគុណធម៌នឹងហើយកាលណាមនុស្សឆ្ងាយពីគុណធម៌ញាតិញោមបានសុខទេញាតិញោមអត់បានសុខទេទោះបីជា10ឆ្នាំ20ឆ្នាំទៀតញាតិញោមកូនរបស់ញាតិញោមចៅរបស់ញាតិញោមចេះកុំព្យូទ័រចេះអង់គ្លេសចេះស្អីក៏ដោយប៉ុន្តែបើគាត់ខ្វះអីគេញាតិញោមខ្វះកតញ្ញូតាធម៌ដឹងគុណមេត្តាបិតាមានមេត្តាចេះគោរពស្រឡាញ់បងប្អូនមានទ្រព្យចេះចែករំលែកបងប្អូនពេលដែលមានរឿងមួយនៅក្នុងគ្រួសារចេះអត់ឱនទោសឲ្យគ្នាបើមិនមានគុណធម៌ទាំងអស់នោះទេសួរថាក្រុមគ្រួសារនឹងសុខទេញាតិញោមសុខទេញាតិញោមអត់សុខទេអញ្ចឹងគុណធម៌ទាំងអស់ហ្នឹងគឺយើងរៀនពីព្រះពុទ្ធសាសនាបងញាតិញោមមើលដូនតារបស់យើងអាចធ្វើអង្គរវត្តបានញាតិញោមគិតថាគ្រាន់តែនយោបាយនិងសុខសន្តិភាពមានសេដ្ឋកិច្ចអាចធ្វើបានញាតិញោមញាតិញោមអាចគឺមានតែពីរហ្នឹងมันអាចធ្វើបានទេគឺមនុស្សសម័យនោះជាមនុស្សដែលមានគុណធម៌បងមានសទ្ធាមានសាមគ្គីភាពមានមេត្តាមានករុណាមានន័យថាមានការលះបង់នឹងខ្ពស់ហ៎បងបានអាចឆ្នៃថ្មធម្មតានឹងឲ្យคล้ายទៅជាថ្មដល់អស្ចារ្យបានមែនទេញាតិញោមញាតិញោមមើលតែសំណង់ញាតិញោមធ្វើផ្ទះញាតិញោមចង់ឲ្យស្អាតហើយប៉ុន្តែបើជាងនឹងក៏អត់មានគុណធម៌ញាតិញោមជាងនឹងគាត់លួចគាត់កេងប្រវ័ញ្ចគាត់ធ្វើអត់ពេញលេញគាត់ចេះតែធ្វើញាតិញោមសួរថាផ្ទះនឹងស្អាតទេញាតិញោមមាំហ៎ញាតិញោមអត់មាំទេអញ្ចឹងអង្គរវត្តប្រាសាទអង្គរវត្តគឺមិនមែនត្រឹមតែថ្មទទេទេគឺក្នុងនឹងប្រកបដោយគុណធម៌របស់មនុស្សបើមនុស្សប្រចាំគ្នាបើមនុស្សមិនយកចិត្តទុកដាក់បើមនុស្សមិនមានឧត្តមគតិខ្ពស់ថាយើងធ្វើនេះដើម្បីប្រយោជន៍រួមទេអង្គរវត្តមិនអាចថិតថេរដល់សម័យនេះបានទេវាជាដួងព្រលឹងដូនតារបស់យើងប្រកបដោយគុណធម៌ញាតិញោមជឿអញ្ចឹងហ៎ញាតិញោមព្រោះថ្មអាចធ្វើចឹងបានមាំបានរាប់ពាន់ឆ្នាំបានมันអាចយកបុគ្គលដែលមិនមានភាពស្មោះត្រង់ខ្ជិលគិតតែប្រយោជន៍ខ្លួនទៅធ្វើបានទេទាល់តែបុគ្គលនឹងលះបង់ណាស់បានអាចបង្កើតសមិទ្ធផលទាំងអស់នោះបានបើអញ្ចឹងដោយសារពេលវេលាខ្លីអ្វីដែលអាត្មាចង់ឲ្យញាតិញោមយល់ទាំងអស់គ្នាញាតិញោមយល់ហើយគឺការកសាងធនធានប្រសង់នេះយូរញាតិញោមធ្វើវិហារញាតិញោមធ្វើផ្ទះធ្វើអីតា5ឆ្នាំអីពេលខ្លះហើយញាតិញោមមែនទេមែនទេញាតិញោមប៉ុន្តែកសាងធនធានប្រសង់ដើម្បីឲ្យញាតិញោមមានមោទនភាពដើម្បីឲ្យកូនចៅរបស់ញាតិញោមអាចយល់ពីធម៌បានតិចបំផុតញាតិញោមមិនក៏20ឆ្នាំដែរបងដោយសម្ដេចយ៉ងសញ្ជាតិអីញាតិញោមលោកបួសយូរហើយលោករៀនច្រើនណាដោយព្រះអង្គគ្រូហៈសិង្ហៃលោកព្រះអង្គគ្រូ
សុវិជាព្រះអង្គសរោនហើយព្រះមេគុណព្រះអនុគុណទាំងអស់លោកចំណាយពេលយូរញាតិញោមបានអាចជាមលុបដល់ត្រជាក់សម្រាប់ញាតិញោមបានអញ្ចឹងជាទីបញ្ចប់ខ្ញុំកណាក៏សូមជូនពរដល់ណាព្រះអង្គគ្រូចាសំសរោនជាកល្យាណមិត្តដែលលោកនឹងនិមន្តទៅសហរដ្ឋអាមេរិកប៉ុន្តែទោះបីជាទៅទីណាក៏ដោយក៏លោកមិនចោលនៅក្នុងការជួយណាបម្រើព្រះពុទ្ធសាសនាដល់ប្រជាជនខ្មែរយើងដែរពីព្រោះយើងទាំងអស់គ្នាអាត្មាប្រើពាក្យសាមញ្ញជាទាស័កជាអ្នកបម្រើរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយជាអ្នកបណ្ដុះនៅគុណធម៌ក្នុងសង្គមអញ្ចឹងយើងជាព្រះសង្ឃដើរតួសំខាន់ណាស់នៅក្នុងការបណ្ដុះគុណធម៌បើព្រះសង្ឃមិនធ្វើវាអត់មានអ្នកណាធ្វើជំនួសព្រះសង្ឃទេអញ្ចឹងខ្ញុំកណាក៏ជឿជាក់ថាទោះបីជាព្រះអង្គនិមន្តទៅសហរដ្ឋអាមេរិកក៏ដោយគឺមិនចោលព្រះអង្គគ្រូសុវិជាទេណាហើយនិស្សិតគ្រប់រូបក៏នៅរងចាំនៅការជួយជាទស្សនៈក្តីជាអំណោយក្តីដើម្បីប្រយោជន៍ប្រទេសយើងទាំងអស់គ្នាហើយញាតិញោមក៏នៅរងចាំញាតិញោមណានៅរងចាំព្រះវត្តមានរបស់ព្រះអង្គគ្រូមកវិញដែរអញ្ចឹងខ្ញុំកណាមិនមានអីទេសូមតែប្រគេនពរដល់ព្រះអង្គគ្រូសូមឲ្យមានភាពជោគជ័យនៅក្នុងដំណើរនៃជីវិតក្នុងការបម្រើជាតិសាសនារបស់យើងជាទីបញ្ចប់ក៏សូមប្រគេនពរដល់ព្រះមេគុណព្រះអនុគុណព្រះប្រឡាត់ទាំងពីគណៈគ្រូចាតិកាគ្រប់ព្រះអង្គហើយជូនពរដល់ញាតិញោមប្រុសស្រីគ្រប់រូបទាំងអស់អានុភាពនៃបុណ្យដែលយើងបានសាងនៅក្នុងថ្ងៃនេះសូមឲ្យคล้ายទៅជាបុណ្យបារមីជាហេតុបច្ច័យសម្រាប់នៅព្រះនិព្វានរួចផុតពីទុក្ខទាំងឡាយបានជ្រកក្រោមម្លប់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគ្រប់ជាតិរហូតដល់ព្រះនិព្វានសូមអនុមោទនាសាធុសូមអនុមោទនាបុណ្យนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตมาสัมพุทธัสสะចឹងចាំថាតាមខ្ញុំកណ្ណាខ្ញុំបាទសុតិនังវតៈណោធម្មទានังសព្វសម្បត្តិសិទ្ធិកាំងនិព្វានសង្ខាតាំងអាសវៈខយាវហੰហោនតោអនាគតេកាលេរីទាននៃយើងខ្ញុំទាំងឡាយនេះបានបូជាហើយដោយប្រពៃសូមឲ្យបានសម្រេចដោយសម្បត្តិទាំងពួងសូមឲ្យបានជាបច្ច័យនាំមកនៅធម៌ជាទីអស់ទៅនៃអាសវៈកិលេសគឺព្រះនិព្វានឯដល់អនាគតកាលទៅឯមុខនោះហងសូមអនុមោទនាបុណ្យខ្ញុំកាលណាខ្ញុំបាទសូមគោរពរតនានិមន្តព្រះមហាសន្តិបាលោប្រគេននៅទេយទាននិងបច្ច័យ4សម្រាប់ព្រះសង្ឃសម្ដែងធម៌ទេសនាគណៈសូមរតនានិមន្តអធិស្ឋានអាចារ្យដូចជារៀងរដាក់រដប់អីលោកម្ចាស់លោកថាអាចារ្យអីក៏មានថង់យាមធំលេះអីចុះស្លាធរស្លាអីហ្នឹងយកទៅណាបើអាចារ្យយកថង់យាមមកណាលោកម្ចាស់ណាអាយ៉ាត់នឹងអាយ៉ាត់ឆេះចំពោះហើយលើកចាស់លើកស្លាធរហ្នឹងលើកដាក់ទៅខាងជើងដនដាក់ទៅខាងជើងចាស់
អឺ